ការខ្លាចខុសគេពេលនេះគឺខ្លាចគេនិយាយឲ្យឬក៏ខ្លាចខ្លួនឯងធ្វើអត់បានអស្សឡាមអាឡៃគុំក៏ដូចជាជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំលីណាប្រហែលថ្ងៃនេះក៏ដូចជានៅក្នុងខែកុម្ភៈនេះយើងទទួលបាននៅព័ត៌មានជាច្រើននៅក្នុងបណ្ដាញសង្គមរបស់យើងមានលក្ខណៈខុសពីគ្នាពេលខ្លះព័ត៌មានខ្លះយើងទទួលយកបានពេលមានខ្លះយើងទទួលយកអត់បានហើយធ្វើឲ្យយើងតបប្រមល់ហើយញញ៉ៃក្នុងខ្លួនមែនអត់ស្មែតែខ្ញុំក៏អត់អាច control រឿងទាំងអស់នឹងបានដែរដោយសារតែយើងឃើញវាចាស់ផលវិជ្ជមានក៏ដូចជាអវិជ្ជមានយ៉ាងច្រើនមកដល់ខ្លួនយើងផ្ទាល់ទាំងលក្ខណៈដើមឆ្នាំក៏ដូចជាដើមខែនៅក្នុងខែកុម្ភៈនេះហើយតោះមកចូលមកក្នុងប្រធានបទរបស់យើងវិញនៅថ្ងៃនេះខ្ញុំនឹងលើកឡើងតាក់ទងជាមួយនឹងការខ្លាចខុសគេអ្នកទាំងអស់គ្នាប្រកាសជាដឹងអំពីខ្ញុំខ្លះថាខ្ញុំជាមនុស្សអ្នកដែលចូលរួមជាមួយនឹងសិក្ខាសាលាការងារសមាជិកវិជ្ជាវគ្គបណ្ដាំផ្សេងហើយខ្ញុំក៏ជាសាសនាអ៊ីស្លាមទៀតហើយអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាតើខ្ញុំធ្វើមិនអាចជំនះនៅភាពខុសគេដោយសារយើងមានពាក់ដូចជា hijab អីសម្រាប់បិទបាំងរាងកាយក៏ដូចជានៅក្នុងកម្មវិធីផ្សេងនៅសាធារណៈអីផ្សេងអញ្ចឹងមានមនុស្សទូទៅដែលគាត់ការប្រពុទ្ធសាសនាគាត់អាចបានពាក់អីប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្លាចមានអារម្មណ៍ថារអ៊ីខ្លួនមានអារម្មណ៍ថានៅអត់សូវសប្បាយចិត្តមានអារម្មណ៍ថាតឯងប៉ុន្តែតាមជាក់ស្ដែងទៅគឺអត់បែបហ្នឹងទេនៅពេលដែលយើងចូលចិត្តបង្ហាញនៅអ្វីដែលជាខ្លួនយើងធ្វើជាខ្លួនឯងដោយមិនខ្លាចពាក្យសម្ដីការមើលឃើញពីអ្នកដទៃធ្វើឲ្យយើងរឹងមាំធ្វើឲ្យយើងចេញរំលែកធ្វើឲ្យយើងជំនះនៅអភិបភ័យខ្លាចក៏ដូចជាខ្លាចខុសគេត្រង់ហ្នឹងហើយនេះជាឧទាហរណ៍ជាក់ស្ដែងមួយហើយចំពោះតើកិច្ចការអ្វីមួយផ្សេងទៀតដែលយើងខ្លាចខុសគេអ្នកខ្លះគាត់មានទេពកោសល្យគាត់មានសមត្ថភាពហើយគាត់មានភាព unique របស់គាត់មានអ្វីដែលជាច្រើនដែលជារបស់គាត់ប៉ុន្តែគាត់អត់បង្ហាញទៅលើរឿងហ្នឹងទៅដល់អ្នកដទៃទេមិនមែនមកពីគាត់ធ្វើអត់បានឬក៏ខ្លាចក្នុងការធ្វើតែពេលខ្លះគាត់ធ្វើបានប៉ុន្តែគាត់ខ្លាចសម្ដីអ្នកដទៃខ្លាចមនុស្សវាតម្លៃគាត់ខ្លាចអីផ្សេងសួរថាតើរឿងទាំងអស់ហ្នឹងអាចជួយឲ្យយើងធ្វើជាខ្លួនឯងបានអត់យើងអាចធ្វើជាខ្លួនឯងបានប៉ុន្តែធ្វើជាខ្លួនឯងក្រោមការគំនាបរបស់អ្នកដទៃក្រោមការសម្ពាធរបស់អ្នកដទៃហើយធ្វើម៉េចដើម្បីឲ្យយើងអាចជំនះរឿងទាំងអស់ហ្នឹងបានធម្មតានៅពេលដែលមនុស្សភាគច្រើនគាត់ធ្វើរឿងហ្នឹងហើយយើងជាមនុស្សភាគតិចធ្វើរឿងហ្នឹងយើងមានអារម្មណ៍ថាខ្វះការគ្រប់គ្រងហើយមានអារម្មណ៍ថាអត់សូវសុវត្ថិភាពហើយមានអារម្មណ៍ថាគឺអត់មានធម៌ពលក្នុងការធ្វើរឿងហ្នឹងទេប៉ុន្តែត្រឡប់មកវិញសួរថាតើយើងនៅតែចាំថាមនុស្សភាគច្រើនធ្វើបានយើងធ្វើរឿងហ្នឹងមែនឬក៏ចាំគេគ្រប់គ្រងសិនឬក៏ចាំអីសិនយើងបែបហ្នឹងមែនគឺមិនដូចឆ្នះតែអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នារវល់ទៅគិតបែបហ្នឹងកូនចៅរបស់យើងក៏គិតបែបហ្នឹងខ្ញុំអាចនិយាយបានថានៅពេលដែលយើងអត់ហ៊ានសាកធ្វើអ្វីមួយថ្មីធ្វើឲ្យយើងបាត់បង់នៅភាពជាខ្លួនយើងផ្ទាល់ក៏ដូចជាកូនចៅរបស់យើងក៏គាត់យកគំរូតាមយើងដែរអញ្ចឹងអាចនិយាយបានថាឧទាហរណ៍នៅពេលដែលយើងអត់ធ្វើរឿងហ្នឹងដឹងថារឿងហ្នឹងវាអាចជោគជ័យប៉ុន្តែមនុស្សមួយចំនួនគាត់អត់បានធ្វើរឿងហ្នឹងធ្វើឲ្យយើងអាចក៏រហបីចំនួនដោយសារតែនៅពេលដែលយើងអត់ព្រមបញ្ចេញសមត្ថភាពខ្លួនឯងអប់រំធ្វើអ្វីដែលជាភាព unique របស់ខ្លួនឯងទោះបីវាត្រូវប្រើពេលយូរប៉ុណ្ណាក៏ដោយប៉ុន្តែបើសិនជាយើងព្យាយាមជំនះហើយគ្មានអ្វីមួយដែលកាត់ឡើងដែលឯងដែលគ្មានការចាប់ដើមហើយក៏កាត់ឡើងព្រាមត្រូវបានគេគ្រប់គ្រងពេញមួយទំហឹងនោះដែរគឺត្រូវការពេលវេលាត្រូវការចំណាយកម្លាំងកាយកម្លាំងចិត្តនិងរឿងរ៉ាវជាច្រើនទៀតហើយបើសិនជាអ្នកទាំងអស់គ្នាលួងតែខ្លាចគេវាតម្លៃខ្លាចពាក្យថាធ្វើអញ្ចេះមនុស្សភាគច្រើនអត់ធ្វើយើងធ្វើភាគតិចអញ្ចឹងខ្លាចគេវាតម្លៃមកអញ្ចេះវាតម្លៃមកអញ្ចោះតើអ្នកទាំងអស់គ្នានៅតែបន្តធ្វើសកម្មភាពបែបនឹងដល់ពេលណាទៀតជាយាមបញ្ចេញនៅអ្វីដែលជាខ្លួនយើងជាយាមបញ្ចេញនៅជំនាញរបស់យើងនិងទេពកោសល្យរបស់យើងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងផ្ញើជូនអ្នកដែលគាត់កំពុងគិតថាខ្លួនឯងមិនអាចធ្វើរឿងនឹងបានខ្លាចគេវាតម្លៃឬក៏ខ្លាចគេមើលមកធម្មតាជីវិតមនុស្សម្នាក់កុំខ្លាចអ្នកដទៃក្នុងការវាប្រហារមកលើយើងបើសិនជាយើងធ្វើរឿងនឹងគិតថាវាត្រឹមត្រូវផ្លូវបើយើងធ្វើនឹងវាត្រឹមត្រូវមិនបំពានណាគេហើយក៏មិនចង់ទៅបំពានណាគេគឺគ្មានណាគេមកហាមឃាត់យើងគេនឹងចាំត្រេកអរសាទរយើងនៅពេលដែលយើងទទួលបានលទ្ធផលអញ្ចឹងទោះបីពេលនេះអ្នកទាំងអស់គ្នាមិនទាន់ចាប់ផ្ដើមហើយជាយាមមើលឡើងវិញនៅអ្វីដែលខ្លួនឯងត្រូវធ្វើកុំខ្លាចក្នុងការគិតថាខ្លួនឯងមានភាពខុសគេអញ្ចឹងអត់ហ៊ានធ្វើភាពខុសគេពេលខ្លះគឺជាចំណុចចាប់ផ្ដើមនៃលទ្ធផលអ្វីមួយដែលអ្នកផ្សេងមិនអាចនឹកស្មានដល់